សម្បត្តិបេតិកភណ្ឌរបស់ខ្មែរសំណួរទី2តើរបាំព្រះរាជទ្រព្យត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកសំណួរទី2តើរបាំព្រះរាជទ្រព្យត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណានៅទីក្រុងឈ្មោះអ្វីប្រទេសណាចម្លើយទី2របាំព្រះរាជទ្រព្យត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003នៅក្រុងអ៊ីស្តង់ប៊ូលប្រទេសទូគីជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំឲ្យបានគ្រប់គ្នាដើម្បីទទួលបានវីដេអូចែករំលែកអំពីចំណេះដឹងទូទៅក៏ដូចជាសំណួរចម្លើយសម្រាប់ត្រៀមប្រឡងចូលក្របខ័ណ្ឌរដ្ឋនិងសម្រាប់ត្រៀមប្រឡងផ្សេងៗទៀតផងដែរសូមអរគុណ